bà trong tiếp xúcថ្ងៃនេះមកបន្តនៅមេរៀនទី3បាទយើងនឹងទៅស្វែងយល់តាក់ទងទៅនឹងបាទ insert និង draw មនុយឬក៏បាទ tape អញ្ចឹងចំពោះក្រុមទី1បាទយើងនឹងទៅស្វែងយល់អំពីបាទដូចជា slide បាទក្រុម slide ក្រុម tables បាទក្រុម image និងក្រុម camera បាទអញ្ចឹងនៅក្នុងចំណុចនេះគឺបាទយើងបានរៀនបានដឹងពីចំណុច home menu រួចហើយទាក់ទងទៅនឹង new slide បាទការបង្កើតនៅ slide ថ្មីការផ្លាស់ប្ដូរនៅ layout slide ផ្សេងៗបាទយើងចូលមកមើលនៅក្នុងបាទ insert menu បាទអញ្ចឹងយើងបង្កើត presentation slide presentation ថ្មីមួយមកយើងចូលមកនៅក្នុង menu ឬក៏ tab បាទគឺយើងមើលក្រុម slide បាទអញ្ចឹងយើងបានដឹងរួចហើយនៅក្នុង new slide យើងបានស្គាល់ពីក្នុង home menu ហើយគឺយើងបង្កើតនៅ slide ថ្មីបាទអញ្ចឹងនៅក្នុង home ក៏មាននៅក្នុង insert ក៏មានបាទអញ្ចឹងនៅពេលដែលយើងចង់បង្កើត slide ថ្មីបើយើងស្ថិតនៅលើ insert menu ឬក៏បាទអត់នៅក្នុង home menu យើងអាចនៅក្នុង insert menu បង្កើត slide ថ្មីបានដូចគ្នាបាទអញ្ចឹងយើងអាចធ្វើការបង្កើតនៅ slide ថ្មីបាទឬទម្រង់ slide ថ្មីយើងអាច copy slide បាទយើងអាចយកបាទ duplicate slide select slide បាទ duplicate select slide អញ្ចឹងយើង copy slide ដែលយើងកំពុងតែស្ថិតនៅបាទកំពុងតែឈរបាទយើង slide from outline គឺយើងយក slide ហ្នឹងពីទីតាំងណាមួយយកមកដាក់បញ្ចូលទៅក្នុង slide របស់យើងបាទដល់ពេល reuse slide នេះគឺយើងដូចគ្នាគឺយើងទាញយក slide ហ្នឹងពី file ណាមួយបាទអញ្ចឹងគឺយើងអាចបង្កើតនៅ slide ថ្មីនៅក្នុង insert បានដូចគ្នាដែរបាទក៏ប៉ុន្តែនៅក្នុង insert គឺយើងអត់មានដូចនៅក្នុង home menu ទេគឺយើងអត់មានការផ្លាស់ប្ដូរ layout ទេយើងមានតែបង្កើតថ្មីបាទឬក៏ទាញបញ្ចូលឬក៏ចម្លងព្រោះពាក្យថា insert មានថាយើងដាក់បញ្ចូលឬក៏បង្កើតតែប៉ុណ្ណោះឯងបាទនៅក្នុង insert menu ក្រោយមកគឺតាក់ទងទៅនឹងក្រុម table អញ្ចឹងក្រុម table យើងដឹងហើយ table គឺតារាងបាទអញ្ចឹងនៅក្នុងWord ក៏មានតារាងបាទនៅក្នុង Excel មានតារាងស្រាប់បាទហើយនៅក្នុង PowerPoint ក៏យើងមានតារាងដូចគ្នាបាទយើងអាចបញ្ចូលបាទនៅ table នៅក្នុង slide របស់យើងបាទទៅតាមចំនួនជួរឈរឬក៏ជួរដេកដែលយើងចង់បានបាទយើងអាច select នៅលើនេះតែម្ដងក៏បានលឿនបាទឬក៏យើងអាចបាទយើង scroll ជួរឈរជួរដេកយើងអាច insert table បាទអញ្ចឹងយើងដាក់ចំនួនបាទជួរឈរយើងប្រមាណបាទជួរដេកយើងប៉ុន្មានអញ្ចឹង column គឺជួរឈរ row គឺជួរដេកបាទយើងចំណាំអញ្ចឹងនៅពេលដែលយើងរើសបានហើយយើងចុច OK មកបើយើងអត់ចង់ទេគឺយើងអាចចុចខ្វែងឬក៏ចុច cancel បាទអញ្ចឹងយើងអាចធ្វើការគូសតារាងដោយប្រើនៅបាទខ្មៅចុចក៏បានដែរបាទយើងអាចគូសទៅតាមទម្រង់ដែលយើងស្រឡាញ់ចង់បានបាទអញ្ចឹងតារាងនៅក្នុង Excel គឺនៅក្នុងសំទោសនៅក្នុង PowerPoint គឺវាដើរតួនាទីដូច object អញ្ចឹងយើងអាចលើកតារាងហ្នឹងបាទទៅណាក៏បានដែរបាទវាខុសពីនៅក្នុង Word បាទខុសគ្នាបន្តិចបាទអញ្ចឹង Word យើងអាច move តារាងបានដែរយើងអាចលើករំកិលតារាងទៅណាក៏បានដែរប៉ុន្តែរឿងពិបាកជាងនៅក្នុង PowerPoint បន្តិចបាទអញ្ចឹង PowerPoint គឺដូច object អញ្ចឹងបាទយើងអាចលើកទៅណាក៏បានដែរហើយយើងអាចសរសេរអក្សរនៅក្នុង column មួយបានដូចគ្នាបាទអញ្ចឹងក្រុមបន្ទាប់គឺតាក់ទងទៅនឹងក្រុម image ឬក៏រូបភាពបាទអញ្ចឹងនៅក្នុង insert picture នៅក្នុងកម្មវិធី Word Excel និង PowerPoint គឺដូចតែគ្នាទេបាទអញ្ចឹងយើងអាចទៅយករូបភាពចេញពីទីតាំងកុំព្យូទ័ររបស់យើងបាទ this device នេះគឺយើងទៅរកពីក្នុងកុំព្យូទ័ររបស់យើងបាទអញ្ចឹងកុំព្យូទ័ររបស់យើងអាចមានរូបភាពនៅក្នុងណានៅក្នុង download ឬក៏បាទ picture យើងអាចបាទទៅយករូបភាពយកមកដាក់នៅក្នុងបាទកុំព្យូទ័ររបស់យើងបាទអញ្ចឹងយើងអាចយករូបភាពណាមួយយើងចុច insert មកបាទ select នៅលើរូបភាពយើងហើយចុច insert ឬក៏លឿនគឺយើង double click ពីលើរូបភាពនឹងតែម្ដងបាទអញ្ចឹងនៅពេលដែលយើង insert គឺយើងនឹងទទួលបានរូបភាពបែបនេះបាទអញ្ចឹងយើងអាចសេរីរូបភាពយើងដាក់តាមនៅត្រង់ណានៅក្នុង slide របស់យើងឲ្យមានភាពស្អាតទាក់ទាញនឹងអាស្រ័យទៅលើយើងរៀបចំ slide បាទអ
ចឹងនៅក្នុង picture គឺយើងអាចយករូបភាពចេញពី online ក៏បានដែរបាទចឹងតតែយើងមានអ៊ីនធឺណិតភ្ជាប់ដែរបាទយើងមានអ៊ីនធឺណិតភ្ជាប់នៅក្នុងការទៅយករូបភាពចេញពីអ៊ីនធឺណិតបាទចឹងវាទាមទារឲ្យយើងទាញយករូបភាពនឹងដែរបាទហើយ screenshot គឺយើងទាញចម្លងនៅរូបភាពដោយផ្ទាល់ចេញពីផ្ទាំងកុំព្យូទ័ររបស់យើងបាទចឹង screenshot នេះនៅក្នុង Word Excel គឺមានទាំងអស់បាទចឹងនៅក្នុងកម្មវិធី Word Excel PowerPoint គឺមានដូចគ្នាបាទអញ្ចឹងនៅពេលដែលយើងចុចនៅលើ screenshot យើងមានផ្ទាំង available windows មានន័យថាវាជាផ្ទាំងដែលយើងបើកកម្មវិធីឬក៏ឯកសារណាមួយស្រាប់បាទដូចតួយ៉ាងគឺខ្ញុំបានបើកនៅកម្មវិធីបាទ PowerPoint ចំនួន2ឯកសារអញ្ចឹងឯកសារដែលវាចាប់បានគឺវាចាប់បានឯកសារមេរៀនដំបូងគេបាទអញ្ចឹងគឺមានតែមួយទេអញ្ចឹងយើងអាចយកផ្ទាំងនឹងដោយផ្ទាល់តែម្ដងក៏បានដែរគឺវាចាប់ឲ្យយើងទាំងមូលតែម្ដងដោយយើងមិនបាច់ចាំគូសអូសទាញទេបាទអញ្ចឹងយើងคลิกយកមកអញ្ចឹងយើងនឹងទទួលបានផ្ទាំងមេរៀន slide របស់យើងចូលមកនៅក្នុងslide កិច្ចការងារថ្មីដែលដើរតួនាទីជារូបភាពដែលយើងថត screenshot ចេញអំពីមេរៀនរបស់យើងបាទប៉ុន្តែបើសិនជាយើងចង់បានចំណុចណាមួយអញ្ចឹងយើងប្រើប្រាស់ screenshot ដើម្បីធ្វើការគូសទាញយកចំណុចដែលយើងចង់បានបាទអញ្ចឹងយើងអាចចុច screenshot បាទ screen clipping មកគឺត្រង់នេះហើយដែលយើងធ្វើការចាប់យករូបភាពដោយខ្លួនឯងបាទអញ្ចឹងនៅពេលដែលយើងចុចពីលើ screen clipping បាទវានឹង load បាទទៅឯកសារដែលយើងបើកចោលបាទអញ្ចឹងតតែឯកសារនឹងបើកចោលដែរទើបពេលដែលយើង screenshot វា load មកឯកសារហ្នឹងបាទជាឧទាហរណ៍យើងចង់ screenshot តំបន់ណាមួយយើងគ្រាន់តែបាទមើល mouse របស់យើងដែលមានសញ្ញាបូកនេះគឺយើងចុចទាញសកត់ចង្អុលដៃឲ្យជាប់ហើយយើង select យកតំបន់ណាដែលយើងចង់ចម្លងហើយដល់ពេលដែលយើងទាញអស់ដល់តំបន់ដែលយើងពេញចិត្តចង់បានអស់ហើយយើងគ្រាន់តែប្រឡែងដៃ mouse ចង្អុលដៃរបស់យើងដែលយើងហៅ mouse ឆ្វេងបាទអញ្ចឹងយើងប្រឡែងដៃមកអញ្ចឹងរូបភាពហ្នឹងវានឹង load ចូលទៅក្នុង slide របស់យើងតែចំណុចដែលយើងគូសយកទេបាទអញ្ចឹងបើសិនជាយើងឧទាហរណ៍ថា slide របស់យើងនេះអត់បានបើកចោលទេបាទគឺយើងបើកបែបនេះអញ្ចឹងនៅពេលដែលយើងឈរនៅលើ slide នេះបាទអញ្ចឹងនៅពេលដែលយើងចុច screenshot បាទគឺបាទវាអត់ឃើញផ្ទាំងហ្នឹងទេដោយសារផ្ទាំងហ្នឹងយើងបានលាក់ចូលទៅក្នុង taskbar រួចហើយយើងអត់បានបើកវាទុកចោលទេបាទដោយពីមុនគឺយើងបើកទុកចោលបាទអញ្ចឹងនៅពេលដែលយើងចុច screen clipping គឺវារកអត់ឃើញឯកសារហ្នឹងទេអញ្ចឹងដោយសារតែយើងភីងចូលទៅក្រោមបាត់ហើយបាទចូលទៅ taskbar បាត់ហើយបាទអញ្ចឹងគឺយើងបាទលាក់មកក្នុង taskbar វាបើកចោលដូចគ្នាប៉ុន្តែយើងលាក់មកក្នុង taskbar ដោយយើងអត់បានបើកចោលបែបនេះមានន័យថាបាទឯកសារនេះគឺយើងបើកឯកសារនេះក៏យើងបើកចោលបែបនេះបាទអញ្ចឹងមានថាយើងបើកបែបនេះហើយឯកសារក្រោយក៏បើកចោលបែបនេះដូចគ្នាបាទអញ្ចឹងទើបបានវា screen shot ហ្នឹងវារកឃើញបាទអញ្ចឹងយើងចូល screen shot សាថ្មីយើងនឹងឃើញផ្ទាំងបើកចោលបែបហ្នឹងបាទអញ្ចឹងចំណុចបន្ទាប់ទាក់ទងទៅនឹងអាល់ប៊ុមរូបភាពបាទអញ្ចឹងបើសិនជាយើងមានរូបភាពយើងអាចទាញយករូបភាពរបស់យើងហ្នឹងបានមកធ្វើជាអាល់ប៊ុមអញ្ចឹងឧទាហរណ៍យើងមានរូបភាពបាទឧទាហរណ៍យើងមានរូបភាពច្រើនបាទយើង select រូបភាពទាំងអស់ហ្នឹងមកបាទអញ្ចឹងដើម្បី select រូបភាពទាំងអស់ហ្នឹងគឺយើងអាចចុចបាទ control នៅលើ keyboard ហើយដៃមកខាងទៀតយើងដែលយើងកាន់ mouse ហ្នឹងគឺយើង select រូបភាពបាទក្រោយមកយើងចុច insert ចូលអញ្ចឹងវានឹងបង្កើតជា album មកយើងអញ្ចឹងយើងអាច click យករូបណាដែលយើងចង់បានបាទឬក៏យើងអាច all picture ប៉ុន្តែវាចាប់ទុកជា black and white ពណ៌សនិងពណ៌ខ្មៅបាទអញ្ចឹងឧទាហរណ៍យើងអត់ចង់យករូបពណ៌សទេបាទអញ្ចឹងនៅត្រង់នេះ picture យើងគឺវានឹងចាក់បំពេញចូលទៅក្នុង slide របស់យើងបើយើងចង់រើសផ្សេងយើងអាច
បាទរើស picture ទី1ឬក៏ picture ទី4បាទដែលយើងមានអញ្ចឹងយើងចុច create album មកអញ្ចឹង slide របស់យើងវានឹងចាក់ចូលបំពេញបែបនេះឲ្យយើងបាទចូលទៅក្នុង slide បាទអញ្ចឹងបន្ទាប់ពីយើងបានដឹងពី photo album សម្រាប់ដាក់នៅ album រូបថតចូលទៅក្នុង slide របស់យើងរួចហើយបាទយើងមកដល់ក្រុមបាទ camera អញ្ចឹងក្រុម camera នេះគឺឬក៏ camo នេះគឺយើងដាក់នៅបាទយើងអាចដាក់នៅ slide ដែលយើងកំពុងតែចូលនៅឬក៏យើងដាក់រាល់គ្រប់ slide ដែលយើងកំពុងតែស្ថិតនៅអញ្ចឹង camo នេះគឺវាតាក់ទងទៅនឹងបាទរូបរាងបែបនេះអាស្រ័យទៅលើបាទជំរើសដែលយើងរើសបាទយើងអាចរើសជ្រុងក៏បានបាទឬក៏ទម្រង់ណាមួយដែលគេមានឲ្យយើងស្រេចបាទអញ្ចឹងយើងអាចបដូរទម្រង់កាមេរ៉ាហ្នឹងទៅតាមរូបរាងនៃ shape ក៏បានដែរបាទ camera shape ហ្នឹងអញ្ចឹងគឺបាទយើងអាចដាក់ camera border បាទ camera effect អីផ្សេងអញ្ចឹងគឺនៅពេលដែលយើង slide show វានឹងធ្វើការថតនៅរង្វង់មុខរបស់យើងបាទបើសិនជាក្នុងករណីដែលយើងមានកុំព្យូទ័រដែលមានកាមេរ៉ាភ្ជាប់ជាមួយស្រេចឬក៏យើងមានកាមេរ៉ាដោតពីខាងលើមួយទៀតគេហៅថា webcam ហ្នឹងគឺយើងអាច presentation បដាយើង record មុខយើងបដាបាទអញ្ចឹងគឺងាយស្រួលបាទអញ្ចឹងយើងអាចធ្វើការបាទដាក់នៅលើ slide របស់យើងនៅពេលយើង presentation គឺយើងបាទ F5 មកវានឹងថត record មុខផ្ទៃមុខរបស់យើងហើយយើងនិយាយ presentation បដាវានឹងថតបដាបាទអញ្ចឹងចំណុចបន្ទាប់គឺតាក់ទងទៅនឹងបាទក្រុមគំនូសបាទឬក៏យើងហៅថា illustration ហ្នឹងគឺនៅក្នុងWord Excel PowerPoint ឬក៏នៅក្នុង Home បាទរបស់ PowerPoint គឺវាមាន shape ស្រេចបាទអញ្ចឹងនៅក្នុង insert គឺវាមានដូចគ្នាដែរបាទគឺ shapes ដែលយើងអាចរើសនៅគំនូសផ្សេងយកមកគូសបាទយកមកធ្វើការរៀបចំ slide របស់យើងហ្នឹងឲ្យវាមានភាពទាក់ទាញដាក់ពណ៌ទៅតាមគំនូសដែលយើងស្រឡាញ់ចង់បានបាទហើយ icon នេះគឺយើងទៅយកពីក្នុង online អញ្ចឹងតទៅយើងភ្ជាប់អ៊ីនធឺណិតដែរបាទហើយបើ version ចាស់អាចនឹងមានដែរប៉ុន្តែវាអាចដំណើរការមិនដំណើរការអាស្រ័យទៅលើកម្មវិធីដែលយើងដំឡើងដែរពេលខ្លះយើងអាចទៅឡើងមាន version ឬក៏ crack បាទដែលយើងប្រើហ្នឹងគឺវាអាចមានបញ្ហានិងអត់មានបញ្ហាអញ្ចឹងវាទាមទារអ៊ីនធឺណិតដូចគ្នាបាទហើយ 3D model នេះគឺយើងតាក់ទងទៅនឹងបាទគំនូស 3D ដែលយើងមាននៅក្នុងកុំព្យូទ័ររបស់យើងបាទ this device នេះឬក៏យើងមាននៅលើ on internet ឬក៏កម្មវិធី PowerPoint វាមានស្រាប់បាទគឺយើងអាចរើសយក 3D model ហ្នឹងយកមកប្រើនៅក្នុង slide របស់យើងក៏បានដែរបាទអញ្ចឹងយើងអាចរើសទម្រង់ 3D ណាមួយដែលយើងស្រឡាញ់ចង់បានបាទអញ្ចឹងយើង insert ដូចរូបភាពអញ្ចឹងបាទដូចគ្នាហើយ smart art នៅក្នុង PowerPoint ក៏មានដូចគ្នាដែរបាទយើងអាចរើសយកមកធ្វើជាតារាងសម្រាប់ដាក់ presentation ផ្សេងបាទទៅតាមការស្រឡាញ់ចង់បានរបស់យើងវាជា shape ដូចគ្នាបាទប៉ុន្តែ shape នេះគឺគេមានការរចនាឲ្យយើងហើយងាយស្រួលប្រើជាងដែលយើងរៀបចំដោយខ្លួនឯងអញ្ចឹងយើង select shape ណាមួយហើយយើងចុច OK មកបាទយើងនឹងទទួលបាន shape ដែលយើងចង់បានហ្នឹងបាទហើយក្រោយមកទៀតគឺ chart គឺនៅក្នុង Word Excel PowerPoint គឺមានដូចគ្នាគឺយើងប្រើសម្រាប់ដាក់នៅក្នុង slide presentation របស់យើងហ្នឹងឲ្យងាយស្រួលមើលបាទស្រួលមើលអំពីលទ្ធផលនៃទិន្នន័យផ្សេងបាទយើងសរុបនៅក្នុង chart ហ្នឹងយើងចុច OK មកបាទអញ្ចឹងគឺបាទយើងអាចបញ្ចូលទិន្នន័យរបស់យើងក្នុងទម្រង់ Excel បាទគឺវាទាញចេញពីតារាង Excel ដូចគ្នាប៉ុន្តែយើងត្រូវមានតារាងសិនហើយយើង select ទិន្នន័យទាំងអស់ហ្នឹងយកមកបង្ហាញជា graph បែបនេះបាទជា chart បែបនេះអញ្ចឹងចំពោះអ្នកដែលអត់ចេះមើលតារាងគឺគេអាចមើលលើ chart នេះគឺយើងដឹងអំពីបាទកំណើនឬក៏ភាពអន់ថយផ្សេងនៅក្នុងទិន្នន័យដែលយើងបានចងក្រងនៅក្នុងតារាង Excel ហ្នឹងបាទអញ្ចឹងក្រុមបន្ទាប់គឺតាក់ទងទៅនឹងក្រុម links បាទទី1គឺ zoom នេះគឺជារបៀបនៅក្នុងការបាទយើងចាប់យកslide ដែលយើងមានទាំងអស់
តួយ៉ាងដូចក្នុងនេះខ្ញុំមាន slide ចំនួន3អញ្ចឹង slide ហ្នឹងគឺខ្ញុំដាក់ទី1ខ្ញុំដាក់លេខ1បាទទី2ខ្ញុំដាក់លេខ2ហើយទី3គឺខ្ញុំដាក់លេខ3អញ្ចឹងនៅពេលដែលយើងប្រើប្រាស់ zoom គឺយើងអាចចុច summary zoom មានន័យថាយើងរៀបចំបង្កើតនៅ summary section slide មួយហើយយើងប្រមូលផ្ដុំនៅ slide ដែលយើងមានទាំងប៉ុន្មានហ្នឹងបាទហើយយើង select នៅលើ slide ទាំង3របស់យើងចុច insert អញ្ចឹងនៅពេលដែលយើង insert យើងនឹងទទួលបានកូន slide តូចៗចំនួន3ដែលចេញអំពី slide ដែលយើងមានហ្នឹងហើយវានឹងបង្កើត summary slide មួយដែលក្តោបនៅ slide ទាំងអស់ហ្នឹងដែលមានទំនាក់ទំនងមកកាន់ slide ទាំង3របស់យើងអញ្ចឹងនៅពេលដែលយើង select នៅលើ summary slide zoom ហើយយើងធ្វើការ presentation បាទអញ្ចឹងយើងចង់បង្ហាញគេទៅកាន់ slide ទីប្រហែលគឺយើងគ្រាន់តែ click ពីលើ slide ដែលយើងចង់បង្ហាញមកបាទជាការស្រេចអញ្ចឹងនៅពេលដែលយើងចង់ត្រឡប់ទៅ slide ទី1គឺយើងអាចចុចបាទទៅបានលឿនភ្លាមដោយមិនបាច់ចាំចុច enter ឬក៏ចុច arrow key បាទទៅមុខទៅក្រោយនោះទេបាទអញ្ចឹងគឺយើងប្រើ summary slide zoom នេះគឺងាយស្រួលបាទនៅក្នុងការ presentation រួមផ្ទាល់តែម្ដងទៅបាទអញ្ចឹងយើងអាចប្រើប្រាស់នៅបាទ zoom slide ហើយចំពោះ link នេះគឺយើងធ្វើការភ្ជាប់ link ទៅកាន់ឧទាហរណ៍ថានៅក្នុងប្រអប់នេះយើងចង់ធ្វើការដាក់ link insert link ហ្នឹងឲ្យវាទៅណាមួយបាទអញ្ចឹងនៅពេលដែលគេចុចពីលើ link ហ្នឹងគឺរត់ទៅកាន់ YouTube ឬក៏ទៅកាន់ Google នៅចំណុចណាមួយដែលយើងចង់ឲ្យគេ click ទៅបាទចំណែកឯ action នេះគឺជា action យើងអាចហៅថាជា action ប៊ូតុងមួយអញ្ចឹង action ប៊ូតុងនេះតតែយើង select នៅលើ text box ឬក៏វត្ថុទីមួយហើយយើងកំណត់មុខងារទៅឲ្យប្រអប់ឬក៏ text box ហ្នឹងឬក៏ shape ហ្នឹងបាទវាមានពីរជម្រើសគឺបើសិនជាយើងកំណត់យក mouse click មានន័យថាtext box ប្រអប់អក្សរឬក៏ object ឬក៏ shape ដែលយើងកំណត់ហ្នឹងតតែយក mouse ទៅ click ទើបឲ្យវាធ្វើការអីមួយតួយ៉ាងយើងអាចឲ្យវា click ទៅវាអាចលោតទៅកាន់ slide ណាមួយដែលយើងកំណត់បាទ slide ដំបូង slide ពីមុនបាទ slide ចុងក្រោយឬក៏បាទយើង custom slide ឬក៏យើងកំណត់ជា URL ឲ្យវាលោតទៅណាមួយដូចគ្នានឹង link ដែរបាទហើយយើងអាចឲ្យវាដំណើរការនៅ program ឬក៏ជាកូដណាមួយដែលយើងសរសេរទុកហើយយើងហៅវាយកមកប្រើឬក៏ឲ្យវាលេងជាសំឡេងបាទអាចរើសសំឡេងបាននៅពេលដែលយើង click ពីលើប្រអប់ឬក៏ object ហ្នឹងទៅវាដំណើរការទៅតាមអ្វីយើងកំណត់បាទឬក៏យើងអាចបាក់ប្រើ mouse click ទេគឺគ្រាន់តែកំណត់ទម្រង់ណាមួយដូចគ្នានឹង mouse click គឺគ្រាន់តែយក mouse ទៅកវិសពីលើបាទឬក៏ប៉ះពីលើវាធ្វើការងារនឹងតែម្ដងដោយមិនបាច់ចាំ click ទេអញ្ចឹងវាមានពីររបៀបនៅក្នុងនេះសម្រាប់ action setting ឬក៏ action ប៊ូតុងហ្នឹងអញ្ចឹងនៅពេលយើងកំណត់ហើយយើងចុច OK មកជាការស្រេចបាទអញ្ចឹងក្រុមបន្ទាប់គឺតកតងទៅនឹង comment អញ្ចឹងយើងដឹងហើយ comment គឺជាការប្រើប្រាស់ដើម្បី comment ទុកនៅថាតើនៅត្រង់ចំណុច slide ទី1ឬក៏ទី2ឬក៏ slide ណាមួយហ្នឹងបាទយើងចង់កំណត់បែបណាហើយយើងសរសេរ comment នឹងទុកអញ្ចឹងនៅពេលដែលយើងបោះ slide នឹងទៅឲ្យឧទាហរណ៍ថាយើងធ្វើកិច្ចការងារជាក្រុមបាទអញ្ចឹងក្នុងសមាជិកមានគ្នា 4-5 នាក់អញ្ចឹងយើងចែក slide គ្នាធ្វើបាទអញ្ចឹងអ្នកណាត្រូវធ្វើ slide បន្ទាប់អ្នកណាត្រូវនិយាយ slide ណាគឺយើងអាចធ្វើការ comment ដូចជាការ note ទុកឬក៏ការជាការក្រើនរំលឹកទៅដល់សមាជិកនៅក្នុងក្រុមឲ្យគាត់ដឹងslide ហ្នឹងត្រូវសរសេរបែបណាទៅតាម comment ដែលយើងបានកំណត់ទុកនៅក្នុង slide ហ្នឹងបាទអញ្ចឹងនៅពេលយើងផ្ញើឯកសារទៅគេនឹងបើកមកឃើញ comment នៅក្នុង slide ដូចគ្នាបាទអញ្ចឹងយើងធ្វើទៅតាម comment ដែលយើងបានកំណត់ទុកហ្នឹងទៅហើយយើងអាចលុបចោលឲ្យពេលក្រោយបានបាទចំណុចបន្ទាប់គឺជាក្រុម text អញ្ចឹងនៅក្នុងក្រុម text នេះគឺយើងមានជា text box បាទអញ្ចឹងជា text box នេះគឺវាអត់ខុសពីយើងចូលទៅក្នុង shape យើងយក text box យកមកធ្វើការសរសេរអក្សរទេបាទអញ្ចឹងយើងចុចនៅក្នុង text box នេះហើយយើងទទួលបានម៉ៅរបស់យើងចេញជាសញ្ញាបូកវេបែបនេះយើងទាញអូសបង្កើតជា text box ហើយយើងសរសេរអក្សរធម្មតាដូចជា text box ដែលយើងបានបង្កើតចេញពី shape នឹងដែរទេបាទអញ្ចឹងវាមានអីជាបញ្ហាទេដោយសារតែយើងពេលខ្លះយើងមិនសូវបានជាប្រើ text box នៅត្រង់នេះផងបាទ
ហើយទៀតសោតនៅក្នុងនេះគឺយើងមាន header and footer បាទអញ្ចឹងយើងដឹងហើយនៅក្នុងកម្មវិធី Word ឬក៏ Excel យើងតែងតែមានក្បាលតារាងហើយនៅសំទោក្បាលกระดาษហើយនឹងជើងกระดาษនេះអញ្ចឹងនៅក្នុង PowerPoint ក៏មានដូចគ្នាបាទអញ្ចឹងយើងមាន header and footer អញ្ចឹងនៅពេលដែលយើងចុច header and footer នៅក្នុងគឺវាមានចំនួន2 tab បាទគឺហៅទី1 slide អញ្ចឹងយើង apply ពាក់ទងទៅនឹងទី1យើងមាន date and time អញ្ចឹង date and time នេះគឺយើងបង្ហាញថ្ងៃកាលបរិច្ឆេទបច្ចុប្បន្នទៅដាក់នៅក្នុង footer របស់យើងបាទអញ្ចឹងយើងអាចដាក់ឲ្យវា update automatic អញ្ចឹងមានថានៅពេលឧទាហរណ៍យើងដាក់ថ្ងៃនេះថ្ងៃស្អែកឡើងគឺថ្ងៃទីហ្នឹងគឺវានឹង load ផ្លាស់ប្ដូរដោយស្វ័យប្រវត្តិបាទអញ្ចឹងយើងអាចរើសយកតម្រងកាលបរិច្ឆេទមានម៉ោងមានថ្ងៃទីបានទៅតាមតម្រងផ្សេងៗដែលយើងចង់បានហើយចំពោះភាសាយើងអាចដាក់ជាភាសាខ្មែរបាទយើងបង្ហាញជាភាសាខ្មែរពេញបាទឬក៏ថ្ងៃទីម៉ោងអីធម្មតាបាទអញ្ចឹងយើងអាចរើសបានប៉ុន្តែខាងលើនេះគឺវា update ដោយស្វ័យប្រវត្តិបាទថ្ងៃទីហើយខាងក្រោមនេះគឺ fix មានន័យថាបើថ្ងៃហ្នឹងយើងដាក់ថ្ងៃអីថ្ងៃបន្ទាប់ឡើងទៅមុខទៀតគឺវាអត់មានការប្រែប្រួលទេគឺវានៅតែថ្ងៃហ្នឹងដដែលបាទហើយបើសិនជាយើងរើសយក slide number គឺយើងដាក់slide number មាន page នៃ slide ហ្នឹងទៅឲ្យslide របស់យើងបាទអញ្ចឹងយើងដាក់ quick page number នៅក្នុង Word អញ្ចឹងបាទគឺយើងដាក់ជា slide ទី1 slide ទី2 slide ទី3អញ្ចឹងវាបង្ហាញ page number នៅខាងឆ្វេងឬក៏នៅខាងស្ដាំខាងក្រោម slide របស់យើងអញ្ចឹង footer យើងអាចសរសេរអក្សរនៅត្រង់ footer បានបាទអញ្ចឹងយើងអាចសរសេរឧទាហរណ៍ថាឈ្មោះរបស់យើងឬក៏ឈ្មោះកិច្ចការងារដូចនៅក្នុង Word អញ្ចឹងដូចគ្នាដែរអញ្ចឹងយើងអាចសរសេរបែបហ្នឹងអញ្ចឹងនៅពេលដែលយើងកំណត់រួចហើយយើងអាចចុច apply ទី1នេះគឺយើង apply តែលើ slide ដែលយើងកំពុងតែស្ថិតនៅទេបើ apply all មានន័យថា apply to all នេះគឺយើងដាក់ទៅកាន់ slide ដែលយើងមានទាំងអស់បាទហើយ note and handout គឺយើងដាក់ដូច slide ខាងមុខដែរបាទប៉ុន្តែយើងមានទម្រង់វែងហើយយើងលក្ខណៈកំណត់ជាទម្រង់ note បាទអញ្ចឹងយើងអាច apply បានដូចគ្នាបាទអញ្ចឹងយើងអាចប្រើប្រាស់មួយណាទៅតាមការចង់បានរបស់យើងអញ្ចឹងយើងអាចរើសបានតាមនឹងបាទអញ្ចឹងដោយសារយើងអត់បានដាក់យើងអាចចុច cancel ឬក៏ខ្វែងចេញបាទបន្ទាប់ទាក់ទងទៅនឹង Word Art អញ្ចឹងយើងបានដឹងហើយទាក់ទងទៅនឹង Word Art គឺនៅក្នុងមិនថានៅក្នុង Word ឬក៏ Excel PowerPoint ក៏មានដូចគ្នាបាទអញ្ចឹង Word Art នៅត្រង់នេះគឺជាទម្រង់ដែលគេបានរៀបចំឲ្យយើងស្រេចទេយើងគ្រាន់តែហៅយកមកប្រើអញ្ចឹងយើងអាចคลิกនៅត្រង់ Word Art ណាមួយវានឹងចេញទម្រង់ Word Art ឲ្យយើងបាទអញ្ចឹង Word Art នេះគឺវាកើតឡើងពីណាបាទវាកើតឡើងពីការដែលយើងបង្កើតនៅ text box ហើយយើងសរសេរអក្សរចូលអញ្ចឹងនៅពេលដែលយើងសរសេរអក្សរចូលយើងចង់កំណត់បាទ Word Art របស់យើងហ្នឹងគឺយើងអាចកំណត់នៅពេលដែលយើងបង្កើត text box ហើយសរសេរអក្សរនឹងឯងបាទអញ្ចឹង Word Art វាកើតចេញមកពីការកំណត់របស់យើងដែរអញ្ចឹងនៅពេលដែលយើងចង់ផ្លាស់ប្ដូរអីមួយគឺយើងចូលមកក្នុងបាទ shape format ឬក៏ format យើងធ្វើការជាមួយនឹង shape យើងយកទៅយកខាងឆ្វេងដៃនេះបាទបើយើងធ្វើការជាមួយនឹងអក្សរគឺយើងយកខាងស្ដាំដៃអញ្ចឹង Word Art គឺវាស្ថិតនៅខាងស្ដាំដៃនេះបាទបើយើងមើលពីអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹង Word Art អាស្រ័យទៅលើយើងចង់ដាក់ mode បាទបើយើងនៅក្នុង home យើងចង់ដាក់ mode អក្សរទំហំអក្សរប៉ុណ្ណាហើយបើយើងចង់បដូរពណ៌យើងចូលមកក្នុង shape format ឬក៏ format យើងអាចបដូរទម្រង់ Word Art ឬក៏យើងអាចកំណត់ពណ៌ថ្មីបាទពណ៌ខាងក្រៅនៃអក្សរបែបណាហើយ effect នៅអក្សរនេះយើងចង់ដាក់អីគេយើងចង់ដាក់ស្រមោលបាទស្រមោលខាងក្នុងស្រមោលខាងក្រៅចំណាំងផ្លាតអីផ្សេងៗអញ្ចឹងនៅពេលយើងកំណត់ text effect ហ្នឹងគឺយើងនឹងស្មើនឹងយើងបង្កើតទៅជា Word Art ហើយបាទអញ្ចឹងចំណុចបន្ទាប់ទាក់ទងទៅនឹង date and time បាទអញ្ចឹង date and time ខ្ញុំបាននិយាយរួចហើយគឺនៅក្នុង header and footer គឺវាអត់ខុសគ្នាទេបាទគ្រាន់តែថាយើងចុច header and footer វាចេញផ្ទាំង header and footer មកបាទហើយ date and time គឺយើងចេញត្រង់ date and time អញ្ចឹងតែផ្ទាំងវាតែមួយទេបាទហើយ slide number ក៏អត់ខុសគ្នាដែរអញ្ចឹងវាតែមួយទេអញ្ចឹងខ្ញុំសូមអត់និយាយច្រើនទេបាទហើយ object នេះគឺយើងនិយាយអំពីការទាញបញ្ចូលនៅ object ឬក៏វត្ថុអីមួយចេញពី file ផ្សេងឬក៏យើងបង្កើត object ចេញពីកម្មវិធីផ្សេងបាទឬក៏ file ឯកសារផ្សេងយកមកដាក់នៅលើយកមកដាក់នៅក្នុងកិច្ចការងារ PowerPoint របស់យើងបាទ
ចឹងយើងអាចប្រើប្រាស់វានៅពេលយើងធ្វើលំហាត់បាទចឹងចំណុចបន្ទាប់ទាក់ទងទៅនឹងក្រុម symbol បាទក្រុម symbol នេះនៅក្នុងមិនថានៅក្នុង Word Excel PowerPoint គឺយើងមានទម្រង់ symbol មែនទេបាទចឹង symbol មានន័យថាយើងចង់បាទហៅនៅ symbol រូបភាពរូបផ្សេងបាទយកមកដាក់នៅក្នុងfile បាទកិច្ចការងាររបស់យើងដូច font តាក់តែងបាទដែលយើងប្រើដើម្បីកំណត់មានទម្រង់ស្អាតចឹងយើងអាចរើសប្រភេទ font ផ្សេងដែលយើងស្រឡាញ់បានបាទយកមកប្រើចឹងមិនថានៅក្នុង Word Excel PowerPoint គឺមានដូចគ្នាហើយទម្រង់ equation នេះគឺទាក់ទងទៅនឹងរបៀបដែលយើងសរសេរទម្រង់គណិតវិទ្យាបាទអញ្ចឹងនៅក្នុងមិនថានៅក្នុង Word Excel PowerPoint ការសរសេរទម្រង់គណិតវិទ្យាគឺមានដូចគ្នាទាំងអស់បាទអញ្ចឹងគឺយើងអត់មានភាពលំបាកនៅក្នុងការយល់ទេបាទអញ្ចឹងយើងអាចប្រើប្រាស់ទម្រង់គណិតវិទ្យានៅក្នុង PowerPoint បានដូចគ្នាបាទក្រោយមកទៀតទាក់ទងទៅនឹងក្រុម media គឺទាក់ទងទៅនឹងការយើង insert វីដេអូចូលទៅក្នុង slide របស់យើងបាទអញ្ចឹងពីមុនយើងស្គាល់ថា insert គឺយើងមាន insert picture មែនទេបាទប៉ុន្តែនៅក្នុង Word Excel PowerPoint មាននៅក្នុង PowerPoint ទេដែលយើងអាច insert នៅវីដេអូចូលបានអញ្ចឹងបើយើងមានវីដេអូណាមួយឧទាហរណ៍យើងបាន download យើងអាច insert ពីក្នុង computer របស់យើងឬក៏ទាញពីក្នុង online អញ្ចឹងនៅពេលដែលយើង slide show យើងអាចបង្ហាញជាវីដេអូហ្នឹងនៅក្នុង slide ឲ្យគេមើលបានដូចគ្នាបាទហើយបន្ថែមពីនោះគឺយើងអាចធ្វើការinsert ជាសំឡេងមានន័យថាក្នុងករណីដែលយើងមានតែសំឡេងយើងចង់ទាញសំឡេងហ្នឹងមកដាក់ក្នុង slide របស់យើងគឺយើងអាចធ្វើបានដូចគ្នានៅក្នុង PowerPoint បាទគឺយើងអាចទាញនៅសំឡេងហ្នឹងយកមកចាក់ play បានបាទចាក់លេងវីដេអូអញ្ចឹងបាទប៉ុន្តែឮតែសំឡេងគឺយើងអាច record ជាសំឡេងរបស់យើងចូលដោយផ្ទាល់ក៏បានដែរក្រោយមកទៀតគឺនៅក្នុង PowerPoint គឺវាមានបាទកន្លែងដែលយើងអាច record ជាវីដេអូដាក់ចូលទៅក្នុង slide បាទយើងអាច record វីដេអូបណ្ដានិយាយបណ្ដាហើយវានឹង record ចូលទៅក្នុង slide របស់យើងបាទអញ្ចឹងយើងអាចកំណត់ជាទម្រង់តំបន់ដែលយើងចង់ record វីដេអូនឹងចូលឧទាហរណ៍យើងចង់ record ទៅត្រឹមនេះបាទអញ្ចឹងយើងអាចគូសទម្រង់នឹងមកបាទហើយយើងចុច record អញ្ចឹងនៅពេលដែលយើង record គឺវានឹងរាប់ឲ្យយើងហើយអញ្ចឹងនៅពេលយើង record ចប់បាទយើងអាចចុច pass មកហើយយើងចុច stop មកវានឹង load វីដេអូរបស់យើងចូលទៅក្នុងបាទ PowerPoint យើងអញ្ចឹងយើងអាច record វីដេអូហ្នឹងចូលទៅក្នុង slide របស់យើងបានបាទអញ្ចឹងនៅក្នុងក្រុមបាទនៅក្នុងក្រុម media បាទអញ្ចឹងយើងបានស្គាល់ទាក់ទងទៅនឹងចំណុចបាទចុងក្រោយគឺក្រុម media ក្រោយមកយើងមកមើលនៅត្រង់ draw menu ឬក៏ draw tape បាទអញ្ចឹង draw menu ឬ draw tape គឺជាកន្លែងដែលយើងអាចប្រើប្រាស់នៅប៊ិចឬក៏ខ្មៅឬក៏បន្ទាត់នៅក្នុងការបាទគូសនៅលើ slide របស់យើងអញ្ចឹង draw menu ឬក៏ draw tape នេះគឺចំពោះ version ចាស់អាចនឹងអត់មានទេបើ version ថ្មីគឺឃើញហើយយើង draw menu នេះគឺភាគច្រើនយើងមិនដែលបានសរសេរប្រើដែរបាទអញ្ចឹងយើងអាចយកជាបន្ទាត់បាទយើងអាចសេរីហើយយើងយកអីគេបាទប៊ិចឬក៏ខ្មៅយើងយកមកគូសជាបន្ទាត់បែបហ្នឹងគូសវានៅលើ slide របស់យើងឬក៏កិច្ចការងាររបស់យើងទៅតាមការរៀបចំរបស់យើងអញ្ចឹងយើងអាចប្រើជាលុបដើម្បីលុបបាទអញ្ចឹងចំណុចនេះគឺចំពោះmenu draw នៅថេបនេះខ្ញុំសូមអត់និយាយច្រើនទេបាទអញ្ចឹងបើសិនជាយើងចង់រកវានៅក្នុង Word Excel PowerPoint គឺមានដូចគ្នាទាំងអស់អញ្ចឹងយើងអាចចូលទៅក្នុងបាទ file menu យើងរើសយកមកពាក្យថា options បាទហើយយើងរើសយកមកនៅត្រង់កន្លែង customize បាទ ribbon បាទអញ្ចឹងយើងអាចរើសមើលនៅត្រង់កន្លែង choose command from បាទយើងជ្រើសរើសពាក្យបញ្ជាអញ្ចឹងពាក្យបញ្ជាមានច្រើនអញ្ចឹងបើយើងចង់មើល tape ទាំងអស់យើងចុច all tapes ហើយយើងមើលនៅត្រង់ tape ទាំងអស់នេះអញ្ចឹងវាមាន draw បាទឬក៏យើងអាចមើលនៅត្រង់ខាងស្ដាំដៃនេះព្រោះខាងឆ្វេងដៃនេះជាកន្លែងដែលយើងចង់យក tape ណាមួយយកមកប្រើនៅត្រង់កម្មវិធីរបស់យើងអញ្ចឹងបើសិនជាយើងបាន tick នៅត្រង់កន្លែង draw វានឹងឃើញបើយើងដក tick នឹងចេញហើយយើងចុច OK វាស្មើនឹងយើងដក tape draw ចេញបាទចុះបើយើងចង់បានវិញចូល file បាទ option ហើយយើងចុច customize ribbon
បាទ all tape ឬក៏យើងមិនបាច់ចាំ all tape ទៅនេះក៏បានដែរយើងអាច tick នៅត្រង់នេះតែម្ដងបាទព្រោះត្រង់នេះបើសិនជាយើងចង់បាន tape អីយើង select នៅលើ tape យើង add វាមកនៅខាងស្ដាំបើយើងចង់ remove select tape ណាយើងចង់ remove មកបាទយើង untick វាមកជាការស្រេចបាទអញ្ចឹងយើងចុច OK មកយើងនឹងបាន tape ថ្មីហើយទៀតសោតគឺយើងអាច customize tape ដោយខ្លួនឯងបានណាយើងអាចរើសបង្កើតឈ្មោះ tape ថ្មីហើយយើងទាញនៅ command ផ្សេងយកមកដាក់នៅក្នុង tape ថ្មីដោយខ្លួនឯងបានបាទដើម្បីងាយស្រួលមិនថាជាទូទៅយើងប្រើប្រាស់នៅ tape ដែលគេមានឲ្យយើងស្រេចតែម្ដងហើយនឹងពាក្យបញ្ជាស្ថិតនៅក្នុង tape នីមួយៗហ្នឹងតែម្ដងបាទអញ្ចឹងមិញខ្ញុំអត់បាន save បាទអញ្ចឹង customize ribbon យើង tick នៅត្រង់ត្រមកយើងចុច OK បាទយើងបាន tape ត្រហ្នឹងមកវិញបាទអញ្ចឹងចំពោះinsert មនុយនិង ត្រ tape ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមទោសរកកំហុសឆ្គងនិងសូមអរគុណ